បុគ្គលណាបានតែកំប៉ះលោកនេតាន់យ៉ាហ៊ូសហរដ្ឋអាមេរិកធ្លាប់បានដាក់ទណ្ឌកម្មលើមន្ត្រី ICC ចំនួន10រូបរួមទាំងចៅក្រមព្រះរាជអាជ្ញាដែលពាក់ព័ន្ធក្នុងសំណុំរឿងលោកនេតាន់យ៉ាហ៊ូនាពេលកន្លងមកដោយឡែកនាពេលថ្មីនេះតុលាការអ ុក្រិដ្ឋកម្មអន្តរជាតិ ICC បានច្រានចោលបណ្ដឹងឧទ្ធររបស់អ៊ីស្រាអែលដើម្បីលុបដីកាចាប់ខ្លួនរបស់លោកនេតាន់យ៉ាហ៊ូតុលាការអ ុក្រិដ្ឋកម្មអន្តរជាតិបានច្រានចោលការអំពាវនាវចុងក្រោយរបស់អ៊ីស្រាអែលក្នុងការផ្អាកដីកាចាប់ខ្លួនប្រឆាំងនឹងនាយករដ្ឋមន្ត្រីព្រមទាំងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោកយ៉ាវកាលៀនដោយបញ្ជាក់ថាដីកាដ៏ចម្រូងចម្រាសសម្រាប់អ ុក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់នៅតំបន់ហ្គាហ្សានៅតែមានសុពលភាពនេះបើយោងតាមគេហទំព័រ Nova News ចុះថ្ងៃទី17 តុលា 2025សេចក្តីសម្រេចរបស់អង្គបូរេជំរុំជម្រះដែលត្រូវបានរាយការណ៍ដោយទូរទស្សន៍អ៊ីស្រាអែលប៉ុស្តិ៍លេខ12កាលពីថ្ងៃទី16 តុលាគឺជាការធ្លាក់ចុះចុងក្រោយបំផុតសម្រាប់ការប្រឈមផ្លូវច្បាប់រយៈពេលជាច្រើនខែរបស់អ៊ីស្រាអែលចំពោះយុត្ថាធិការរបស់ ICC យោងតាមប្រភពរបស់តុលាការអង្គជំរុំជម្រះបានច្រានចោលការលើកឡើងរបស់អ៊ីស្រាអែលដែលថា ICC ខ្វះយុត្ថាធិការលើចំនួនអ៊ីស្រាអែលនិងប៉ាឡេស្ទីនថាជាគ្មានមូលដ្ឋានដីកាដែលចេញដំបូងនៅក្នុងខែវិច្ឆិកាឆ្នាំ2024បានចោទប្រកាន់លោកនេតាន់យ៉ាហ៊ូនិងលោកយ៉ាវកាលៀនពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិរដ្ឋជាសមាជិក ICC ទាំង125តម្រូវឲ្យចាប់ខ្លួនមន្ត្រីអ៊ីស្រាអែលប្រសិនបើពួកគេចូលទៅក្នុងទឹកដីរបស់ពួកគេនោះសេចក្តីសម្រេចនេះបានកើតឡើងចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលលោកត្រាំនិង ICC ចាប់តាំងពីខែកុម្ភៈឆ្នាំ2025មកសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រី ICC ចំនួន10រូបរួមទាំងចៅក្រមព្រះរាជអាជ្ញាដែលពាក់ព័ន្ធក្នុងសំណុំរឿងលោកនេតាន់យ៉ាហ៊ូរដ្ឋលេខាធិការលោក Marco Rubio បានបរិហារតុលាការថាជាការគំរាមកំហែងសន្តិសុខជាតិនិងជាឧបករណ៍នៃច្បាប់ប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលតែទោះជាយ៉ាងណា ICC បានត្រឹមតែថ្កោលទោសវិធានការនេះថាជាការវាយប្រហារដោយចេតនាលើឯករាជ្យភាពរបស់តុលាការខណៈដែលបារាំងបានសម្ដែងនូវការខកចិត្តចំពោះការកំណត់គោលដៅរបស់ចៅក្រមរបស់ខ្លួនតើនៅពេលដែលលោកនេតាន់យ៉ាហ៊ូអស់តំណែងជានាយករដ្ឋមន្ត្រីតើ ICC អាចចាប់ខ្លួនបានដែរឬទេ